បងប្អូនយើងមកធ្វើការគឺគ្រាន់តែចង់បានប្រាក់ខែដើម្បីយកទៅចិញ្ចឹមជីវិតក៏ដូចជាចិញ្ចឹមគ្រួសាររបស់យើងតែប៉ុណ្្នឹងទេអញ្ចឹងមូលហេតុអីនៅពេលដែលយើងមកធ្វើការយើងឆ្លោះគ្នាយើងទាស់គ្នាយើងស្អប់គ្នាយើងគុំគួនគ្នាតើគោលបំណងរបស់បងប្អូននោះគឺជាអីគោលបំណងរបស់យើងគឺគ្រាន់តែមកធ្វើការបំពេញភារកិច្ចឲ្យក្រុមហ៊ុនរីកចម្រើនហើយពេលជាមួយគ្នាយើងក៏បានប្រាក់ខែដើម្បីយកទៅដោះស្រាយបញ្ហាជីវភាពរបស់យើងចោះមូលហេតុអ្វីបានជាយើងមកធ្វើការចេះតែឆ្លោះគ្នាចេះតែរករឿងគ្នាចេះតែមានបញ្ហាជាមួយគ្នាចេះតែស្អប់គ្នាចេះតែចំណែនគ្នាចេះតែវាយគ្នាទៅវិញទៅមករហូតអញ្ចឹងមូលហេតុអីយើងទាំងអស់គ្នាមកធ្វើការងារឲ្យគេដូចតែគ្នាទេយើងគ្រាន់តែត្រូវការបាយ3ពេលតែប៉ុណ្្នឹងដូចគ្នាទេមិនក៏យើងមិនព្រមជួយគ្នាទៅមិនក៏យើងមិនព្រមសាមគ្គីគ្នាទៅមិនក៏យើងមិនព្រមធ្វើការងារឲ្យចុះសម្រុងជាមួយគ្នាទៅទៅអត់ពេលខ្លះយើងអាឡ័យតែស្អប់គេចំណែនគេគុំគួនគេប្រមូលបាក់ពួកដើម្បីប្រឆាំងជាមួយនឹងគេរហូតទៅដល់ពេលខ្លះយើងភ្លេចទាំងធ្វើការងាររបស់ខ្លួនឯងហ្នឹងឲ្យបានល្អទៅទៀត